ល្បែងប្រជាប្រិយទាំង12សម្រាប់លេងកំសាន្តជួបជុំគ្នានាក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរល្បែងប្រជាប្រិយគឺជាសិល្បៈវប្បធម៌អរិយធម៌ដ៏ចំណាស់មួយរបស់ខ្មែរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះហើយបានរីកត្រចះត្រចង់និងជាសក្ខីភាពដ៏អស្ចារ្យដើម្បីបង្ហាញពិភពលោកឲ្យដឹងឮនិងស្ញប់ស្ញែងពីអរិយធម៌របស់ខ្មែរល្បែងប្រជាប្រិយបានកាត់ឡើងពីជីវិតប្រចាំថ្ងៃនៃប្រជាកសិករតាមសម័យកាលនីមួយៗដោយគ្មានការបដិឆេទឬឈ្មោះអ្នកបង្កើតអ្នកផ្ដួចផ្ដើមនិងពីប្រវត្តិច្បាស់លាស់នោះទេគឺមានប្រភពចេញពីកម្លាំងពលកម្មការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រជាកសិករនិងជាការចេះតគ្នាតែប៉ុណ្ណោះប្រជាជនកម្ពុជានិយមលេងល្បែងប្រជាប្រិយខ្មែរនៅពេលមានពិធីបុណ្យទានម្ដងជាពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនេះតែម្ដងយោងតាមប្រភពសៀវភៅប្រវត្តិល្បែងប្រជាប្រិយខ្មែរខាងក្រោមនេះគឺជាល្បែងប្រជាប្រិយខ្មែរទាំង12ដែលបងប្អូនខ្មែរគួរតែជ្រើសរើសលេងនៅថ្ងៃចូលឆ្នាំខ្មែរទាំងអស់គ្នាមានដូចជានៅកំ ប្លង់ហើយដល់គ្នាលេងចិត្តតាំងចិត្តបរិសុទ្ធយ៉ាជារបាំខ្មែរឆារាមុំបងអើយវយទៅមកសូសៃណែចូលផងចុងព្រៃចាំជារស្មីលើដីខេមរាគ្រប់ភូមិជួបល្បែងចោលឈូកល្បែងបោះអង្គញ់ល្បែងលាក់កន្សែងនិងល្បែងទាញព្រ័ត្រជាដើមដូចនេះក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបងប្អូនអាចលេងល្បែងប្រជាប្រិយខ្មែរខាងលើបានដើម្បីចូលរួមចំណែកថែរក្សាល្បែងប្រពៃណីជាតិខ្មែរយើងទាំងអស់គ្នាសម្រាប់ម្ចាស់អាជីវកម្មឬស្ថាប័នមួយចំនួនតើការគ្រប់គ្រងវត្តមានចិញ្ចោរបស់បុគ្គលិកដោយការប្រើក្រដាសឬម៉ាស៊ីនស្កេនមេដៃការគ្រប់គ្រងបែបនេះច្បាស់ណាស់ពិតជាពិបាកសម្រាប់អ្នកគ្រប់គ្រងនិងម្ចាស់ស្ថាប័នដូច្នេះខ្ញុំសូមណែនាំពេទ្យយើង BMS ជាប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិកជាមួយការ scan QR code និង scan មុខរាល់ការ scan វត្តមានរបស់បុគ្គលិកនិង alert notification ទៅកាន់ Telegram របស់អ្នកគ្រប់គ្រងកាន់តែពិសេសនោះលោកអ្នកចំណាយត្រឹមតែ 10000 រៀលក៏អាចប្រើប្រាស់ពេញមួយឆ្នាំ